បាទសួស្តីបងប្អូនដើម្បីយើងអាចទៅចូលមើលឬក៏ទាញយកបាទរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសប្រចាំឆ្នាំឬក៏មើលព័ត៌មានផ្សេងៗបានយើងចូលទៅក្នុងកម្មវិធីមួយចំនួនរបស់ផ្សារហ៊ុនបាទមានដូចជា app ផ្សារហ៊ុនក៏បាន app CSX Trade ក៏បានបាទឥឡូវខ្ញុំចូលទៅ app ផ្សារហ៊ុនក្នុងនោះមានពីរភាសាយើងអាចរើសភាសាបានបើសិនជាយើងចង់ដូរបាទខ្ញុំយកភាសាខ្មែរទៅដែរតមកបងប្អូននឹងឃើញមានម៉នុយមួយឈ្មោះថាការផ្ដល់ព័ត៌មាននេះភាសាអង់គ្លេសដាក់ disclosure ខ្ញុំចុចលើវាបាទយើងនឹងឃើញមានព័ត៌មានមកក្រុមហ៊ុនចូលបញ្ជីទាំងអស់បាទកន្លែងនេះគឺរួមតែម្ដង all បាទគ្រប់ក្រុមហ៊ុនចូលគ្នាបាទគឺមានរបាយការណ៍ត្រីមាសប្រចាំខែឬក៏ប្រចាំឆ្នាំឬក៏ព័ត៌មានផ្សេងៗបាទអញ្ចឹងបើសិនជាយើងចង់រើសមើលតែក្រុមហ៊ុនណាមួយយើងអាច filter បានបាទចុចលើសញ្ញាព្រួយនេះមកបាទវាឲ្យយើងរើសបាទឧទាហរណ៍ខ្ញុំរើសយកតែ ABC ខ្ញុំចុចលើ ABC ធនាគារ Exida បាទអញ្ចឹងខ្ញុំចង់មើលរបាយការណ៍ណាបាទនេះរបាយការណ៍ត្រីមាសទី1ឆ្នាំ2025មកចុចលើវាទៅបាទវានឹងបង្ហាញប្រាប់យើងនេះរយៈពេលជាត្រីមាសបាទឆ្នាំ2025ណាអញ្ចឹងយើងអស់ឡើងលើតិចយើងនឹងឃើញមាន file មួយគេដាក់ file PDF នេះយើងអាចចុចមើលលើវាបានមានច្រើន10ទំព័រយើងអាចចូលទៅមើលទំព័រមួយអានមើលរបាយការណ៍ហិរញ្ញវត្ថុបាទប្រចាំត្រីមាសប្រចាំឆ្នាំអីផ្សេងៗគឺបង្ហាញដូចគ្នាបាទក្នុង app ផ្សារហ៊ុននេះយើងអាចចូលមើលបានប៉ុន្តែมันអាច download ទាញយកមកចូលទូរស័ព្ទដៃឬក៏កុំព្យូទ័របានទេបាទបើចង់ download ទាញយក file PDF ច្រើនទំព័រនេះទោះតែយើងចូលទៅក្នុងគេហៅទំព័រផ្សារ Mobile កម្ពុជាបានយើងអាចចូលទៅទាញយកបានបាទហើយចំពោះ app CSX Trade នេះនៅពេលយើង login ចូលក៏អាចមើលឃើញបាទការផ្ដល់ព័ត៌មាន disclosure ហ្នឹងនៅគ្រប់ក្រុមហ៊ុននៅក្នុង app មួយហ្នឹងដែរបាទមានមនុយដូចគ្នា app ផ្សារហ៊ុនដែរគាត់ថាវាអាច filter បានដូច app ផ្សារហ៊ុនទេវាបង្ហាញចម្រុះគ្រប់ក្រុមហ៊ុនតែម្ដងបាទជាបន្តចង់បង្ហាញបងប្អូនពីរបៀបចូលទៅមើលឬក៏ទាញយកបាទ file PDF ពីគេហៅទំព័រផ្សារ Mobile កម្ពុជាបាទអញ្ចឹងខ្ញុំចូលបើក Google Chrome នេះបាទបន្តទៀតយើងវាយអាស័យដ្ឋានផ្សារ Mobile កម្ពុជាបាទ csx.com.kh ចុចស្វែងរក search បាទបង្ហាញខ្ញុំចុចសញ្ញាត្រី3នៅលើស្នាមដៃនេះយកវាជា desktop ដើម្បីស្រួលមើលឥឡូវចុចយកហើយនៅក្នុង platform គេទំព័រផ្សារ Mobile កម្ពុជាក៏មានពីរភាសាដែរយើងចង់ដូរភាសាចុចលើនេះបានមានពីរភាសាភាសាខ្មែរភាសាអង់គ្លេសខ្ញុំយកភាសាខ្មែរទៅដែរជាបន្តទៀតយើងមើលកន្លែងខាងក្រោមនេះការផ្ដល់ព័ត៌មានបាទខ្ញុំស៊ូមវាធំតិចនេះយើងឃើញសញ្ញាក្រហមដិតនេះថ្មីមានន័យថាព័ត៌មាននេះយើងអត់ទាន់បានបើកមើលបាទឧទាហរណ៍ខ្ញុំចង់បើកមើល Exida នេះបាទ ABC លើគេក៏ទៅចុចលើវាទៅវាបង្ហាញយើងបាទកន្លែងនេះបងប្អូនណាយើងចង់ download ឬក៏ទាញយក file PDF យើងចុចលើសញ្ញានេះខាងស្ដាំដៃនេះចុចលើវាទៅបាទយើងរងចាំតិចទៅបន្ទាប់មកវាបើក file PDF ឲ្យយើងមើលយើងអាចអូសមើលបានបាទអាច zoom in zoom out បរិយាមើលណាយើងចង់ screen ទុកមើលអី note ទុកអីក៏បានបាទនេះឃើញដល់ទៅបាទ224ទំព័រខ្ញុំបើកតាមទូរស័ព្ទតែពេលបើកអញ្ចឹងវា download ចូលអូតូម៉ាទិកបាទសិនបងប្អូនអត់ទាន់ប្រកាសថា download ឬអត់ចុចកន្លែងត្រី3នៅលើស្ដាំដៃទៅក៏មានពាក្យថា download បាទចុចលើ download ទៅវានឹង save ចូលទូរស័ព្ទដៃយើងឬក៏កុំព្យូទ័រយើងឯង